បាទជំរាបសួរបងប្អូនទាំងអស់គ្នាហើយបងប្អូនដឹងទេកុមារមានហានិភ័យខ្ពស់ប្រឈមជាមួយនឹងការប៉ះទង្គិចផ្លូវចិត្តពីចំនួនប្រដាប់អាវុធផ្សេងហើយជាក់ស្ដែងដូចចំនួនព្រំដែនដែលយើងកំពុងប្រឈមសប្តាហ៍ថ្ងៃនេះដែរហើយដោយសារតែពួកគេនៅក្មេងការយល់ដឹងក៏ដូចជាសមត្ថភាពនៃការគ្រប់គ្រងអារម្មណ៍របស់ពួកគេនៅមានកម្រិតនៅឡើយដូច្នេះអ្វីដែលពួកគេបានឃើញបានឮអាចធ្វើឲ្យគេមានការភ័យតក់ស្លុតធ្ងន់ធ្ងរឬមួយក៏អាចឲ្យគេអឺយល់ច្រឡំអឺថាអឺបញ្ហាដែលកំពុងតែកើតឡើងវាអាចធ្ងន់ធ្ងរខ្លាំងលើសពីអ្វីដែលកំពុងតែមានជាក់ស្ដែងអឺការយកចិត្តទុកដាក់ពីបងប្អូនពិតជាមានសារៈសំខាន់ណាស់ក្នុងការថែទាំពួកគេក្នុងការកាត់បន្ថយផលប៉ះពាល់អឺពីរឿងទាំងអស់នេះ4ចំណុចដែលបងប្អូនអាចយកចិត្តទុកដាក់ក្នុងការជួយដល់កូនទី1អាចកាត់បន្ថយព័ត៌មានដែលគេអាចដឹងបានឲ្យតិចបំផុតតាមដែលអាចធ្វើទៅបានតាក់ទងនឹងចំនួនក៏ដូចជាសង្គ្រាមដែលកំពុងតែកើតឡើងទី2បងប្អូនអាចនៅតែបន្តព្យាយាមស្វែងយល់ពីអ្វីដែលពួកគេបានដឹងពីអារម្មណ៍ដែលពួកគេកំពុងតែមានហើយគ្រប់គ្រងផ្លូវចិត្តពួកគេជាប្រចាំឲ្យប្រកាសថាពួកគេមានសុវត្ថិភាពពេញលេញទី3ក្នុងកលៈទេសៈដែលកំពុងតែប្រឈមនេះការបណ្ដុះស្មារតីមេត្តាដល់ពួកគេកាន់តែច្រើនគឺជារឿងល្អជៀសវាងការបណ្ដុះគំនិតចង់គំនុំក៏ដូចជាការស្អប់ខ្ពើមគ្នាពីព្រោះវាអាចនឹងមានផលប៉ះពាល់អវិជ្ជមានទៅដល់ការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់កូននាពេលអនាគតទី4ការថែទាំផ្លូវចិត្តខ្លួនឯងពិតជាមានសារៈសំខាន់ពីព្រោះបងប្អូនត្រូវចាំថាអាកប្បកិរិយារបស់បងប្អូនពិតជាមានឥទ្ធិពលខ្លាំងដល់កូននៅក្នុងគ្រួសារបើសូម្បីតែបងប្អូនដែលជាមនុស្សចាស់អឺក៏មានការផិតភ័យតក់ស្លុតធ្ងន់ធ្ងរថាតើឲ្យកូនរបស់បងប្អូនអឺមានអារម្មណ៍ស្ងប់បានដោយរបៀបណាទេអញ្ចឹងអរគុណច្រើនសម្រាប់ការយកចិត្តទុកដាក់ស្ដាប់ហើយសង្ឃឹមថាការចែករំលែកខ្លីនេះអាចមានប្រយោជន៍ដល់កូនបងប្អូនដូច្នេះសូមអរគុណសូមជម្រាបលាជួបគ្នាឱកាសក្រោយបាទអរគុណ